ជំរាបសួរនាងខ្ញុំវិជ្ជបណ្ឌិតលីសូនីនាងខ្ញុំគឺជាគ្រូពេទ្យឯកទេសផ្នែកកុមារថ្ងៃនេះនាងខ្ញុំសូមលើកយកពីកំហុសទាំង5របស់ពុកម្ដាយនៅក្នុងបញ្ហា Skin Eczema ឬគេហៅថាជំងឺរលាកស្បែកជាដំបូងគឺយើងត្រូវស្គាល់ថាអ្វីទៅគឺហៅថា Skin Eczema Skin Eczema ហ្នឹងគឺហៅជំងឺរលាកស្បែកឬថាជំងឺតក់គឺជាជំងឺស្បែករ៉ាំរ៉ៃដែលវាធ្វើឲ្យស្បែកស្ងួតស្បែកល្មាស់ហើយនឹងលាកវាអាចស្ដាយឡើងជាស្ថានផ្សេងៗគ្នាជាទូទៅជំងឺនេះវាមិនមែនមកពីបញ្ហាកង្វះអនាម័យទេជំងឺ Eczema ហ្នឹងវាច្រើនតែកើតឡើងលើទារកនិងកុមារដែលមានស្បែកស្ដើងឬមួយក៏របាំងការពារស្បែកដែលមិនទាន់ចាស់ទុំចឹងសារធាតុ irritate មួយចំនួនដូចជាសាប៊ូដូចជាកម្ដៅញើសឬមួយក៏ allergen ហ្នឹងគឺវាអាចបង្កឲ្យទៅជាការរលាកស្បែកបានយ៉ាងងាយហើយអ្វីដែលអាចជួយបានច្រើនបំផុតនៅក្នុងករណី Skin Eczema ហ្នឹងគឺផ្ដល់សំណើមដល់ស្បែកផ្ដល់សំណើមឲ្យស្បែកជារៀងរាល់ថ្ងៃទោះបីជាស្បែកមិនមានកន្ទួលក៏ដោយបើសិនបើក្មេងឬទារកដែលគាត់ងូតទឹកក្តៅហ្នឹងគឺយើងព្យាយាមឲ្យគាត់ងូតរយៈពេលខ្លីបានហើយកុំឲ្យគាត់ងូតយូរពេកព្រោះវាធ្វើឲ្យស្បែករបស់គាត់ហ្នឹងស្ងួតហើយជៀសវាងប្រើសាប៊ូខ្លាំងឬមួយក៏ក្លិនក្អូបផ្សេងៗដែលវាប៉ះពាល់ទៅដល់ស្បែកថ្ងៃនេះខ្ញុំនិយាយអំពីកំហុសទាំង5របស់ឪពុកម្ដាយនៅក្នុងជំងឺតក់កំហុសទី1គឺការប្រើប្រាស់គ្រីមស្តេរ៉ុយច្រើនពេកគ្រីមស្តេរ៉ុយហ្នឹងគឺជាគ្រីមមួយដែលគេប្រើជាទូទៅសម្រាប់ព្យាបាលជំងឺតក់ហ្នឹងវាមានប្រសិទ្ធភាពដើម្បីជួយសង្គ្រោះស្បែករបស់កូនប៉ុន្តែវាក៏អាចធ្វើឲ្យខូចស្បែកដែរប្រសិនបើយើងប្រើយូរពេកឬមួយក៏ញឹកញាប់ពេកយើងត្រូវលាបតាមការណែនាំរបស់គ្រូពេទ្យលាបក្នុងរយៈពេលខ្លីហើយបន្ទាប់មកបដូរជា moisturizer ផ្ដល់សំណើមដល់ស្បែកសម្រាប់ការថែទាំវិញកំហុសទី2គឺការបញ្ឈប់ប្រើ moisturizer លឿនពេកនៅពេលដែលទទួលបាត់ឪពុកម្ដាយខ្លះក៏បញ្ឈប់ការប្រើជាការផ្ដល់សំណើមដល់ស្បែកអញ្ចឹងវាអាចធ្វើឲ្យមាន relapse ឡើងវិញការកើតឡើងវិញEczema ឬក៏ allergy លើស្បែកហ្នឹងវាមិនត្រឹមតែរលាកទេប៉ុន្តែវាមកពីភាពខ្សោយនៃរបាំងការពារលើស្បែកដែលរបាំងការពារលើស្បែកហ្នឹងគឺវាត្រូវការពេលវេលាជាច្រើនខែដើម្បីបង្កើតឡើងវិញអញ្ចឹងដែលយើងប្រើជា daily moisturizer ជាផ្ដល់សំណើមដល់ស្បែកប្រចាំថ្ងៃហ្នឹងគឺវាផ្ដល់ជារបាំងការពារដល់ស្បែកកំហុសទី3គឺការប្រើប្រាស់នៅ baby powder ប្រើប្រាស់នៅម្សៅកូនក្មេងអ្នកដែលគាត់នៅតែប្រើម្សៅកូនក្មេងសម្រាប់កន្ទួលសម្រាប់រមាស់ហ្នឹងគឺវាធ្វើឲ្យបញ្ហាគឺកាន់តែធ្ងន់ធ្ងរម្សៅវាធ្វើឲ្យស្បែកដែល sensitive ហ្នឹងទៅជាស្ងួតហើយនឹង irritate កាន់តែខ្លាំងហើយជាម្សៅដែលហុយទៅលើច្រមុះពងកកូនហ្នឹងក៏វាអាចប៉ះពាល់ទៅដល់សួតរបស់កូនបន្ថែមទៀតដែរគឺយើងអាចព្យាយាមប្រើជាការផ្ដល់សំណើមប្រើជាក្រែមឬមួយក៏ជា gel ល្អជាងប្រើជាម្សៅកំហុសទី4គឺសាកល្បងប្រើក្រែមច្រើនពេកក្នុងពេលតែមួយការប្រើប្រាស់ក្រែមមិនបានន័យថាក្រែមកាន់តែច្រើនកាន់តែធ្វើឲ្យការព្យាបាលលឿនជាងមុនទេពេលខ្លះគឺវាធ្វើឲ្យកាន់តែធ្ងន់ជាងមុនត្រូវព្យាយាមប្រើតែមួយមុខជាសាមញ្ញបានហើយដោយគោរពតាមការណែនាំរបស់គ្រូពេទ្យហើយយើងជ្រើសរើសក្រែមផ្ដល់សំណើមមួយដែលអាចទុកចិត្តបានសម្រាប់ប្រើជាប្រចាំឪពុកម្ដាយដែលគាត់តែងតែប្ដូរក្រែមរៀងរាល់2ទៅ3ថ្ងៃម្ដងគឺវារឹតតែធ្វើឲ្យស្បែកកាន់តែធ្ងន់ជាងពីព្រោះស្បែកមិនមានឱកាសដើម្បីជាសះស្បើយឡើងវិញកំហុសទី5គឺការមិនអើពើនឹង trigger ផ្សេង trigger ហ្នឹងគឺអ្វីដែលភ្ញោចស្បែកឲ្យកាន់តែខ្លាំងបន្ថែមទៀតដូចជាញើសដូចជាកម្ដៅដូចជាសាប៊ូការព្យាបាលបញ្ហាស្បែករលាកស្បែកហ្នឹងគឺមិនមែនស្ថិតនៅលើក្រែមតែមួយមុខទេប៉ុន្តែសំខាន់មួយទៀតគឺអ្វីដែលប៉ះពាល់ទៅលើស្បែកជារៀងរាល់ថ្ងៃសារធាតុខ្លះដូចជាញើសដូចជាសាប៊ូបោកក្អាយរបស់របរក្មេងលេងឬមួយក៏សារធាតុ irritate ផ្សេងហ្នឹងគឺវាអាចធ្វើឲ្យ eczema ហ្នឹងគឺចេញកាន់តែខ្លាំងថែមទៀតដូច្នេះយើងត្រូវជៀសវាងនៅtrigger មិនត្រឹមតែព្យាបាលនៅលើកន្ទួល
ប៉ុណ្ណោះទេគឺយើងត្រូវព្យាយាមស្គាល់ពី trigger របស់វាហើយនឹងជៀសវាង